វីដេអូនេះសម្រាប់ការបង្កើត items invoice ជាដំបូងជ្រើសយកពាក្យ quick access បន្ទាប់មកទៀត create invoice ហើយជា item invoice សូមជ្រើសយកពាក្យ item invoice បន្ទាប់មកជ្រើសរើសយកជាប្រភេទ invoice ធម្មតាឬក៏ជា tax invoice បន្ទាប់មកទៀតគឺជ្រើសរើសឈ្មោះអតិថិជនដែលចង់ចេញ invoice នោះបន្ទាប់មកវាលេខ invoice number ជាមួយនឹង term ដែលចង់ចេញជូនអតិថិជនបន្ទាប់មកទៀតលោកអ្នកសូមវាយបំពេញថ្ងៃខែដែលចង់ចេញ invoice ជូនអតិថិជនបើមានព័ត៌មាន sales representative អាចវាយបំពេញបានបន្ទាប់មកទៀតគឺ exchange rate បំពេញខាងលើរួចរាល់ហើយសូមចុចនៅពាក្យ add line បន្ទាប់មកជ្រើសរើស item ដែលលក់ជូនអតិថិជនបន្ទាប់មកវាយបំពេញ description ជាមួយនឹង quantity និង unit price ជាមួយនឹង discount បើមាននិងជ្រើសរើស tax rate ផងដែរសម្រាប់ item invoice គឺត្រូវជ្រើសរើសឃ្លាំងថា item នោះចេញមកពីឃ្លាំងមួយណាសូមវាបំពេញ memo និងសារ display ជូនអតិថិជនបើមាន file type ផ្សេងៗសូមដាក់នៅកន្លែង attachment សូមពិនិត្យឡើងវិញម្ដងទៀតរួចធ្វើការ sell និង add new ឬក៏បោះយកតែម្ដងដោយកញ្ចប់$45ត្រូវការឆ្លងកាត់ approval process ដូចនេះការបង្កើត items invoice បានរួចរាល់អាចចុចនៅកន្លែង print invoice នេះដើម្បី print invoice ជូនអតិថិជនរបស់លោកអ្នក